ជំរាបសួរអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះសានមេងគង់ខ្ញុំបាទហុងសម័យបាទខ្ញុំជំរាប នាងខ្ញុំកំនេះឆ្វេងនាងខ្ញុំថៅកំណត់ ខ្ញុំបាទច័ន្ទសេរីវត្ត ពួកយើងជានិស្សិតសាមលេខក្រុមមួយ គោលបំណងនៅក្នុងវីដេអូនេះពួកយើងនឹងធ្វើការសម្ភាសន៍ទៅនៅក្រុមគ្រូនិស្សិតមកពីថ្នាក់គ្រូវិទ្យាអំពីការយកឃើញរបស់ពួកគាត់ទាក់ទងនឹងលក្ខណៈរបស់គ្រូបង្រៀនមិនល្អ ចង់ដឹងថាការយកទៅរបស់ពួកគាត់បែបណាតោះយើងទៅស្ដាប់ជាមួយនឹងពួកខ្ញុំទាំងអស់គ្នា ចំពោះខ្ញុំគ្រូបង្រៀនមិនល្អគឺជាគ្រូបង្រៀនដែលស្រឡាញ់សិស្សអត់ស្មាត សម្រាប់ខ្ញុំគ្រូបង្រៀនដែលមិនល្អគឺជាគ្រូបង្រៀនដែលមិនមកអត់គ្រប់វេលា សម្រាប់ខ្ញុំគ្រូបរៀនដែលមិនល្អគឺគាត់ចូលមកតែបំពេញតែម៉ោងទេគាត់មកបរៀនទេគាត់មកនិយាយលេងហើយគឺដល់ម៉ោងចេញគឺគាត់ចេញទៅវិញ សម្រាប់គ្រូបង្រៀនដែលមិនល្អជាគ្រូបង្រៀនដែលមកបង្រៀនមិនទៀងទាត់គ្រូបង្រៀនដែលមិនល្អគឺជាគ្រូបង្រៀនដែលយកផលប្រយោជន៍ផ្ទាល់ខ្លួនមកលុបឡំនៅក្នុងថ្នាក់រៀន បាទគ្រូបង្រៀនដែលមិនល្អគឺជាគ្រូបង្រៀនដែលគ្មានមនសិការនិងគ្មានព្រមវិហារធម៌នៅក្នុងខ្លួន ចំពោះខ្ញុំគ្រូបរៀនដែលមិនល្អអាចនិយាយបានថាគ្រូបរៀនដែលបរៀនវិធីសាស្ត្រផ្សេងហើយប៉ុន្តែយកទៅប្រើដែលហើយមួយទៀតគឺគាត់អត់មានមនសិការនៅក្នុងការងារណាដូចជាយកម៉ោងរត់អីចឹងទៅយកទៅរកការងារផ្សេងដើម្បីប្រើប្រយោជន៍ជាប់ខ្លួនបាទសូម គ្រូបង្រៀនល្អមិនល្អគឺជាគ្រូដែលមិនគោរពជីវៈរបស់ខ្លួន ចំពោះខ្ញុំគ្រូបង្រៀនអត់ល្អគឺជាគ្រូបង្រៀនដែលគាត់អត់មានវិធីសាស្ត្រច្រើនស្បូរបែប ចំពោះខ្ញុំសម្រាប់គ្រូបង្រៀនដែលមិនល្អគឺជាគ្រូបង្រៀនដែលគិតតែផលប្រយោជន៍ចោលខ្លួនយើងចិត្តតែទុកដាក់តែចំពោះសិស្សណាដែលរៀនគួរថ្ងៃកន្តែចំពោះសិស្សដែលមិនរៀនគួរ ចំពោះខ្ញុំគ្រូបរៀនដែលមិនល្អគឺជាគ្រូដែលបង្រៀនរើសអើងទៅកាន់សិស្សខ្សោយធ្វើតាមប្រសាសន៍ខ្លាំង សម្រាប់ខ្ញុំគ្រូបង្រៀនដែលមិនល្អជាគ្រូបង្រៀនដែលយកពេលវេលាបង្រៀនរបស់ខ្លួនមកគិតបំរើឲ្យផលប្រយោជន៍របស់ខ្លួនបាទសម្រាប់ខ្ញុំជាគ្រូបង្រៀនដែលមិនល្អខ្ញុំគិតថាជាគ្រូដែលគាត់យល់អ្នកសិស្សខ្លាំងហើយសិស្សខ្សោយគាត់អត់ទៅយល់ សម្រាប់ខ្ញុំគិតថាគ្រូបង្រៀនដែលមិនល្អជាគ្រូបង្រៀនដែលមានភាពលំអៀងនិងមិនមានភាពយុត្តិធម៌ចំពោះសិស្សគ្រប់គ្នា បាទគ្រូសម្រាប់ខ្ញុំគ្រូបង្រៀនដែលមិនល្អគឺជាគ្រូបង្រៀនដែលមានអាកប្បកិរិយាអត់ល្អប្រើអំពើសាសនសិស្ស ចាសម្រាប់ខ្ញុំចំពោះគ្រូបង្រៀនមិនល្អគឺជាគ្រូបង្រៀនដែលគម្រាមកំហែងសិស្សឬក៏ដាក់វិន័យសិស្សមិនសមហេតុផល សម្រាប់ខ្ញុំគ្រូបង្រៀនដែលមិនល្អនិយាយចំឬស្អាតចេះ